ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទកាប៊ីឡាមានប្រធានបទមួយចង់ចែកចាយជូនបងប្អូនទាំងអស់គ្នាដែលប្រធានបទរបស់ខ្ញុំថ្ងៃនេះនោះគឺជំងឺអេហ្សេម៉ាឬយើងអាចហៅថាបានថាជំងឺរលាកស្បែកជំងឺរលាកស្បែកឬយើងអាចហៅបានថាជំងឺអេហ្សេម៉ាគឺជាជំងឺដែលបណ្ដាលឲ្យស្បែករបស់យើងមានឡើងស្ងួតក្រហមរមាស់និងក្រហាយជាដើមចំពោះប្រភេទនៃជំងឺអេហ្សេម៉ាគឺមានដូចជា Atopic Dermatitis, Contact Dermatitis និង Seborrheic Dermatitis ចំពោះកត្តាដែលបណ្ដាលឲ្យកើតនៃជំងឺនេះគឺមានដូចជាការ Allergen ប្រព័ន្ធភាពស៊ាំចុះខ្សោយនិង stress ច្រើនផងដែរហើយចំពោះរោគសញ្ញានៃជំងឺអេហ្សេម៉ានោះគឺមានដូចជាការឡើងហើមក្រហមរមាស់ស្បែកស្ងួតមានពងទឹកនិងក្រហាយជាដើមតំបន់ភាគច្រើនដែលកើតនៅជំងឺនេះគឺមានដូចជានៅដៃកជើងកប្រដាប់ភេទជើងជង្គង់និងមុខជាដើមចំពោះមូលហេតុដែលបណ្ដាលឲ្យកើតនៅជំងឺនេះគឺមានដូចជាទី1គឺប្រព័ន្ធភាពស៊ាំចុះខ្សោយកត្តា genetic ហើយការស្លៀកខោតឹងជ្រុលប្រើប្រាស់ថ្នាំឬលេលាបហើយនឹងដុសសាប៊ូខុសផងដែរចំពោះផលវិបាកនៃជំងឺនេះគឺបណ្ដាលឲ្យមានការកើតនៅដំបៅធំហើយបណ្ដាលឲ្យមានពងទឹកហើយខូចសោភ័ណភាពស្បែកហើយមេរោគងាយនឹងជ្រៀតចូលទៅក្នុងសារពាង្គកាយផងដែរចំពោះការធ្វើរោគវិនិច្ឆ័យនៃជំងឺអេហ្សេម៉ាឬយើងអាចហៅបានថារលាកស្បែកហ្នឹងគឺពឹងផ្អែកទៅលើការសាកសួរនៃប្រវត្តិនៃជំងឺផ្ទាល់រួមជាមួយនឹងការពិនិត្យស្បែកចំពោះការព្យាបាលនៅជំងឺអេហ្សេម៉ាឬយើងអាចហៅបានថារលាកស្បែកនេះគឺពឹងផ្អែកទៅលើការលាបគ្រីមការលេបថ្នាំនិងជៀសវាងនៃការប្រើប្រាស់របស់ដែលងាយប្រតិកម្មទៅលើស្បែក